Ok,ជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបរៀនអំពីពុកម៉ែបងប្អូនទាំងអស់គ្នាអំពី copy text អ្នកនរគ្នាអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាចូលទៅក្នុង Play Store មកហើយយើងវាយពាក្យថា YouTube text អ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាវាយ YOUTUBE មកហើយដំបូងអ្នកនរគ្នាដក clear ដាក់ TAG អ្នកនរគ្នាហើយតើមកយើងចុច save អ្នកទាំងអស់គ្នាចុចតាមខ្ញុំមកអូខេចាំមកអ្នកទាំងអស់គ្នានឹងឃើញច្រើនអ្នកទាំងអស់គ្នាអញ្ចឹងយកមួយនេះអ្នកទាំងអស់គ្នានេះ YouTube Text Pro នេះអ្នកទាំងអស់គ្នាឃើញសញ្ញាខ្ញុំដាក់ចុចលើកម្មវិធីហ្នឹងមកអូខេយើង download វាអ្នកទាំងអស់គ្នាអញ្ចឹងដោយសារតែខ្ញុំបាន download ហើយអ្នកទាំងអស់គ្នាចុច open វាមកចុចបើកវាមកអ្នកទាំងអស់គ្នាយើងចុចបើកមកហ្នឹងហើយអ្នកនរគ្នាអញ្ចឹងវានឹងចេញផ្ទាំងបែបនេះអ្នកនរគ្នាអញ្ចឹងដើម្បីរក text បានយើងត្រូវតែ copy text ពី YouTube របស់គេទៅហើយ YouTube របស់យើងនិយាយអំពីអីគេយើងសេចតាម YouTube ហើយយើង copy text ពីរបស់គេហ្នឹងដាក់ចូលក្នុងកម្មវិធីមិញហើយតើមកយើងសេករកវាទៅហ្នឹងហើយអ្នកនរគ្នាឥឡូវខ្ញុំដាក់របៀបរកលុយតាមទូរស័ព្ទអញ្ចឹងខ្ញុំខ្ញុំសេហើយខ្ញុំចុចលើវាមកហើយតើមកខ្ញុំ copy វាអ្នកនរគ្នានេះចុចកន្លែង tray 3នេះមកចុចពាក្យថាចែករំលែកឬមួយក៏ share តើមកយើងចុច copy វាមកហើយតើមកយើងអស់មកកម្មវិធីរបស់យើងវិញអ្នកនរគ្នាយើងចូលកម្មវិធីដែលយើង down មកមិញអ្នកនរគ្នាកម្មវិធី text នេះអូខេ YouTube Text Pro តើមកយើងចុចឲ្យជាប់អ្នកនរគ្នាកន្លែងពណ៌សហ្នឹងយើងចុចឲ្យជាប់កន្លែងវាសេករោហ្នឹងយើងចុចវាឲ្យជាប់ទៅវា load កន្លែងផាសឬមួយក៏បិទភ្ជាប់អ្នកនរគ្នាអូខេហើយតើមកយើងចុចពាក្យថាសេកអារូបកម្មកងអ្នកនរគ្នារូបកញ្ចក់អ្នកនរគ្នាយើងចុចកន្លែងហ្នឹងមកអូខេអញ្ចឹងវានឹងឃើញ text ហើយអ្នកនរគ្នាវានឹងឃើញ text ហើយតើមកយើងចុចពាក្យថា copy all អ្នកនរគ្នា copy all យើងចុចពាក្យថា copy all មកអូខេចុចតាមខ្ញុំអ្នកនរគ្នាហើយតើមកយើងចូល channel របស់យើងចូល channel របស់យើងchannel របៀបថា computer អ្នកនរគ្នាយើងចូល browser មួយណាដែលយើងចូលចិត្តប្រើសម្រាប់ខ្ញុំចូលចិត្តប្រើមួយនេះអ្នកនរគ្នាអញ្ចឹងយើងចូល browser YouTube របស់យើងមកក៏browser របៀប laptop អ្នកនរគ្នាយើងចូលមកហើយតើមកយើងចុចវីដេអូមួយណាក៏បានយើងចុចពាក្យថាកែសម្រួលវាឬមួយក៏ edit អ្នកនរគ្នាហើយតើមកយើងទូរស័ព្ទខ្ញុំអត់ថ្មហើយតើមកយើងរកអាកន្លែងដាក់ text អ្នកនរគ្នាកន្លែងផាស text អញ្ចឹងខ្ញុំលុបអានេះចោលសិនចាំខ្ញុំផាស text ដែលខ្ញុំ copy ពី YouTube text មិញអ្នកនរគ្នាតើមកយើងចុចវាជាប់មកអ្នកនរគ្នាចុចវាចុះយើងផាសវាមកអញ្ចឹង text ដែលយើង copy ពី text មិញហ្នឹងពីវីដេអូមិញហ្នឹងគឺមកនៅក្នុងហ្នឹងហើយតើមកអ្នកនរគ្នាចុចពាក្យថា save ឬមួយក៏រក្សាទុកឲ្យអ្នកនរគ្នាពណ៌ខៀវហ្នឹងអ្នកនរគ្នាហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណច្រើនសម្រាប់ការមើលណាអ្នកនរគ្នា